នេះគឺជាការចំនួនថ្មីនិងទំនើបជាងគេបង្អស់របស់ Noise ដែល Sound ត្រូវបានផលិតឡើងពីក្រុមហ៊ុន Bosch ដែលយើងទាំងអស់គ្នាដឹងថាជាក្រុមហ៊ុនមួយឯកទេសខាង Sound លំដាប់ពិភពលោកតែម្ដងហើយយើងក៏អាចធ្វើការកំណត់មុខងារជាច្រើនបានផងដែរនៅលើកាសមួយនេះបាទបន្ទាប់ពីការទន្ទឹងរង់ចាំជាមួយនឹងវត្តមានរបស់ Noise Master Bass របស់យើងមកដល់ប្រទេសកម្ពុជាឥឡូវនេះគឺបានមកដល់នៅក្នុងដៃខ្ញុំហើយសម្រាប់កាស Noise Master Bass មួយនេះការ design គឺខុសប្លែកពីកាស model ផ្សេងទៀតហើយបើយើងក្រឡេកមកមើលជាមួយនឹងផ្នែកខាងមុខរបស់ប្រអប់កាសមួយនេះគឺយើងឃើញជាមួយនឹង logo របស់ Noise ជាមួយនឹង LED មួយដែលវាជាសញ្ញាមួយនៅពេលដែលយើងបើកកាសប្រើប្រាស់ជាមួយនឹងការ reset ដើម្បីផ្ដាច់កាសពី device ផ្សេងហើយសម្រាប់នៅផ្ទៃខាងក្រោយរបស់កាសគឺយើងឃើញជាមួយនឹងប៊ូតុងមួយដែលវាមានមុខងារសម្រាប់ reset កាសហើយនៅផ្ទៃខាងក្រោមក៏បានភ្ជាប់មកជាមួយនឹង port Type C សម្រាប់សាកថ្មទៅកាន់កាសរបស់យើងវិញដែរនិងផ្ទៃខាងលើមានជាមួយនឹង logo ដែលដាក់និមិត្តសញ្ញាថា Noise Sound by Bosch កាសមួយនេះមានសំឡេងធ្ងន់ជាមួយនឹងការកាត់បន្ថយសំឡេងរំខានបានល្អមែនទែនហើយជាមួយនឹងប្រព័ន្ធបញ្ជូនសំឡេងទំហំទៅដល់ 12.4 មីលីម៉ែត្រដែលបើប្រៀបទៅជាមួយនឹងកាសផ្សេងគឺមានទំហំត្រឹមតែ5ទៅ6មីលីម៉ែត្រតែប៉ុណ្ណោះនិងចំណុចពិសេសមួយទៀតគឺខ្ញុំពេញចិត្តខ្លាំងមែនទែនគឺយើងអាចធ្វើការកំណត់មុខងារបានឬក៏ custom ទៅលើកាសទាំងសងខាងជាមួយនឹង app Noise Audio កាសមួយនេះក៏មានជាមួយនឹងមុខងារ Noise Cancelling ផងដែរដែលអាចកាត់បន្ថយសំឡេងរំខានបានរហូតដល់49 decibel មួយវិញទៀតកាសមួយនេះក៏មានជាមួយនឹងមុខងារ in-ear sensor ផងដែរនៅពេលដែលយើងដាក់ចូលទៅកាន់ត្រចៀករបស់យើងចម្រៀងនឹងត្រូវបាន playនៅពេលដែលយើងដកចេញចម្រៀងនឹងត្រូវបាន stop សិនហើយសម្រាប់ថ្មវិញគឺប្រើប្រាស់បានយូរមែនទែនទៅដល់44ម៉ោងជាមួយនឹងបទពិសោធន៍ប្រើប្រាស់ផ្ទាល់គឺថា Noise Master Earbuds របស់យើងគឺមានគុណភាពល្អងាយស្រួលប្រើប្រាស់អាចនិយាយថាគឺល្អឥតខ្ចោះតែម្ដងហើយបងប្អូនអាចរកទិញកាសនេះបាននៅតាមបណ្ដាដៃគូចែកចាយផ្លូវការរបស់ Noise ឬក៏អាចធ្វើការឆាតមកកាន់ page Noise Cambodia បានអរគុណជួបគ្នានៅវីដេអូក្រោយ